កាលអត់ទាន់មានបានបសសខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងព្រួយបារម្ភច្រើនដូចថាយើងគាត់ថាបើសិនជាឈឺហើយយើងអត់បានត្រៀមលុយទុកតើយើងនឹងបានលុយពីណាសម្រាប់ចំណាយទៅលើការព្យាបាលរបស់យើងអញ្ចឹងណាតែបន្ទាប់ពីខ្ញុំមានបសសដែលខាងអង្គការគាត់បានគិតគូរនឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំកក់ក្ដៅបើសិនជាពេលដែលខ្ញុំឈឺគឺខ្ញុំអត់បារម្ភថាតើខ្ញុំនឹងត្រូវទៅរកលុយពីណាគឺខ្ញុំអាចប្រើប្រាស់បានបសសដើម្បីជួយចេញថ្លៃព្យាបាលរបស់ខ្ញុំបានខ្ញុំឈ្មោះសំណាងហើយបច្ចុប្បន្នខ្ញុំបំពេញការងារនៅអង្គការក្រៅរដ្ឋាភិបាលមួយហើយខ្ញុំជាអ្នកធ្វើការងារផ្នែកសង្គមចាមានអារម្មណ៍កក់ក្ដៅពេលដែលខាងអង្គការក៏បានគិតគូរពីសុខភាពហើយនឹងបានផ្ដល់បសសឲ្យដូចជាបុគ្គលិកទាំងអស់គឺសិតតែមានបសសទាំងអស់បងដោយស្មោះត្រង់ទៅដំបូងឡើយមានអារម្មណ៍ថាប្រហែលជាបសសប្រហែលជាពិបាកប្រើណាស់ប្រហែលជាទៅពេទ្យប្រហែលជាមិនសូវជាយកចិត្តទុកដាក់ដូចដែលយើងចំណាយលុយទេអានេះជាអារម្មណ៍ស្មោះត្រង់ណាបងជាក់ស្ដែងបន្ទាប់ពីខ្ញុំប្រើហើយឃើញថាខ្ញុំទទួលបានសេវាល្អពីខាងមន្ទីរពេទ្យគាត់ទទួលបានការយកចិត្តទុកដាក់ហើយក៏មានអារម្មណ៍កក់ក្ដៅដែរបើសិនជាអត់មានបសសប្រហែលជាខ្ញុំអាចត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនច្រើនចាឲ្យដូចដឹងអញ្ចឹងថាសេដ្ឋកិច្ចគឺអត់សូវល្អទេបើសិនជាអត់មានបសសយើងត្រូវចំណាយលុយផ្ទាល់ខ្លួនច្រើនអញ្ចឹងគឺវាធ្វើឲ្យសេដ្ឋកិច្ចផ្ទាល់ខ្លួនកាន់តែលំបាកទៀតអញ្ចឹងតែពេលដែលខ្ញុំប្រើបសសទៅវាជួយកាត់បន្ថយការចំណាយផ្ទាល់ខ្លួនច្រើនជាការចូលរួមរបស់ខ្ញុំបើសិនជាបងប្អូនគាត់មានបានបសសហើយគាត់នៅមានអារម្មណ៍ស្ទាក់ស្ទើរនៅក្នុងការប្រើសូមឲ្យគាត់ក្លាហានហ៊ានសាកល្បងហើយប្រើបានបសសនឹងនៅតាមមន្ទីរពេទ្យដែលមានការសហការជាមួយបសសហើយដើម្បីឲ្យគាត់ទៅយកបទពិសោធន៍មើលខ្លួនឯងថាតើពិតដូចជាអីដែលគាត់ធ្លាប់ឮធ្លាប់គិតមែនអត់ពេលដែលគាត់ទៅខ្លួនឯងគាត់នឹងដឹងហើយកុំឲ្យធ្លាប់តែឮតាមគេថាប្រើអត់កើតឬក៏ពេទ្យអត់យកចិត្តទុកដាក់អញ្ចឹងលើកទឹកចិត្តឲ្យគាត់សាកល្បងប្រើបានបសសដោយខ្លួនឯងហើយគាត់នឹងដឹងពីការយកចិត្តទុកដាក់របស់គ្រូពេទ្យទៅលើអ្នកប្រើប្រាស់បានបសសចឹងខ្ញុំសូមអរគុណខ្លាំងមែនទែនទៅដល់រាជរដ្ឋាភិបាលសម្រាប់ការគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រជាពិសេសគឺតកតងទៅលើផ្នែកសុខភាពសូមឲ្យរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ហើយនឹងពង្រឹងទៅលើសេវាបសសនឹងបន្ថែមទៀតដើម្បីឲ្យសេវាជាបាលកាន់តែប្រសើរឡើងទៅមុខទៀតអញ្ចឹងណា